ជាបន្តយើងធ្វើលំហាត់ដល់វិធីចែកទៅលើ radical អញ្ចឹងដើម្បីចែក radical នេះបានគឺយើងប្រើ radical រួមសិនអញ្ចឹងយើងអាចប្រើដាក់ radical រួមគឺយើងសរសេរជាទម្រង់ប្រភាគគឺយើងបាន2ភាគ100បន្ទាប់មកយើងសម្រួលយើងចែកអត់កើតទេប៉ុន្តែយើងអាចសម្រួលបានគឺយើងសម្រួលនឹង2សម្រួលនឹង2បាន1 200សម្រួលនឹង2បាន100អញ្ចឹងយើងដាក់ radical មកឲ្យគេវិញសិនរួចបន្ទាប់មកទៀតទើបយើងលើកឲ្យកើតទៅជាការ៉េអញ្ចឹង1បាន1ការ៉េ100យើងលើកបាន10ការ៉េតែយើងប្រើវងកញ្ចក់ក្តោបរួមគ្នាហើយយើងដាក់ការ៉េរួមនៅខាងក្រៅដូច្នេះយើងអាចចេញក្រៅបានជាទម្រង់ប្រភាគគឺបាន1លើ10ចឹងចម្លើយគឺយើងឃើញ1លើ10ឥឡូវយើងបន្តមកដល់លំហាត់អក្សរផគឺយើងចែកទៅលើ radical ដែរប៉ុន្តែយើងមើល radical របស់យើងគឺមានសន្ទុះ3អញ្ចឹងយើងគណនាគឺយើងដាក់ radical រួមដូចគ្នាគឺ radical មានសន្ទុះ3ដូចគ្នាយើងអាចដាក់រួមបានគឺយើងប្រើ radical តែមួយហើយយើងឲ្យ24លើ3ជាប្រភាគចឹង24យើងចែកធម្មតាមកយើងអាចចែកដាច់24ចែកនឹង3គឺយើងបាន8រួចហើយយើងដាក់ radical ឲ្យគេវិញបន្ទាប់មកយើងលើក8នេះឲ្យបានស្វ័យគុណ3ឬក៏ហៅថាលើកជាគូបគឺយើងបាន2គូបដូច្នេះយើងអាចចេញបានយើងអាចចេញក្រៅ radical បាន2អញ្ចឹងចម្លើយគឺស្មើនឹង2យើងបន្តមកដល់លំហាត់បន្ទាប់គឺអក្សរពោជា radical គឺមានសន្ទុះ3ដូចគ្នានឹងខាងលើអញ្ចឹងវិធីរកគឺយើងដាក់ radical រួមដូចគ្នាយើងដាក់ radical រួមហើយយើងយកភាគយកលើភាគបែងគឺយើងបាន2លើ128បន្ទាប់មកគឺយើងសម្រួលយើងចែកអត់កើតទេគឺយើងសម្រួលនឹង2អញ្ចឹង2សម្រួលនឹង2គឺយើងបាន1សំទោសកន្លែងនេះមិនលេខ2ទេអ្នកគ្រូខ្វែងចោលអញ្ចឹងគឺបាន1ណាយើងសម្រួលនឹង2គឺបាន1ហើយ128យើងសម្រួលនឹង2គឺយើងបាន64អញ្ចឹងយើងដាក់1លើ64ហើយយើងដាក់ radical មកឲ្យគេវិញផងគឺយើងមិនទាន់ចេញក្រៅ radical បានទេអញ្ចឹងបន្ទាប់មកគឺយើងលើកឲ្យបានស្វ័យគុណ3អញ្ចឹង1លើកបាន1ស្វ័យគុណ3 64យើងអាចលើកបាន4ស្វ័យគុណ3យើងសរសេរ1លើ4ហើយយើងប្រើវងកញ្ចក់ក្តោបដាក់ស្វ័យគុណរួមនៅខាងក្រៅបន្ទាប់មកដាក់ radical អញ្ចឹងយើងអាចសម្រួល radical ចេញបានគឺយើងចេញ1លើ4មកក្រៅបានអញ្ចឹងចម្លើយគឺស្មើ1លើ4 1លើ4ជាចម្លើយរបស់ផលចែកទៅលើ radical សូមកូនជួយចុចសញ្ញាកណ្ដឹងឲ្យអ្នកគ្រូម្នាក់មួយផងសូមអរគុណជាបន្តឥឡូវនេះគឺអ្នកគ្រូលុបនៅកន្លែងដែលសេខុសអ្នកគ្រូលុបចេញអញ្ចឹងយើងបន្តលំហាត់មួយទៀតសិនគឺដល់លំហាត់អក្សរផអានេះគឺ radical មានសន្ទុះ3ដូចគ្នាដែរគឺយើងដាក់ radical រួមដូចខាងលើហើយយើងសរសេរជាទម្រង់ប្រភាគគឺយើងបាន5ភាគ135ដាក់ radical មកវិញរួចហើយយើងសម្រួលលេខនេះអាចសម្រួលនឹង5អញ្ចឹង5សម្រួលនឹង5បាន1សម្រួលនឹង5បានន័យថាយកវាទៅចែកនឹង5ដល់135ចែកនឹង5បាន27អញ្ចឹងយើងដាក់ radical ឲ្យគេវិញសិនដោយសារយើងមិនទាន់បានលើកជាស្វ័យគុណអញ្ចឹងយើងអត់ទាន់ចេញក្រៅបានទេបន្ទាប់មកយើងលើកចំនួនដែលនៅក្នុង radical នោះឲ្យបានស្វ័យគុណ3សិនចុះ1លើកបាន1 27យើងលើកបាន3ស្វ័យគុណ3ចឹងយើងប្រើវងកញ្ចក់ក្តោបរួមគ្នាយើងដាក់ស្វ័យគុណនៅខាងក្រៅបន្ទាប់មកយើងអាចចេញក្រៅបានដោយសារវាមានស្វ័យគុណ3ហើយនេះគេហៅថារឹសគូបើពេលដែលយើងចេញមកក្រៅ
គឺបាន1 លើ 3